អស់រយៈពេលជាង20ឆ្នាំមកហើយ Lionel Messi និង Cristiano Ronaldo បានគ្រប់គ្រងពិភពបាល់ទាត់គេទាំងពីរបានឈ្នះ Ballon d'Or ជាច្រើនលើកនិងបំបីកំណត់ត្រារាប់មិនអស់និងក្លាយជានិមិត្តរូបរបស់កីឡាបាល់ទាត់ប៉ុន្តែពេលវេលាមិនរងចាំនរណាម្នាក់នោះទេ Messi និង Ronaldo កំពុងឈានដល់ចុងបញ្ចប់នៃអាជីពរបស់ពួកគេហើយសំណួរដែលអ្នកគាំទ្រទូទាំងពិភពលោកកំពុងសួរគឺតើនរណានឹងក្លាយទៅជា God បន្ទាប់ថ្ងៃនេះយើងនឹងព្យាយាមមើលឯកភាពធំបំផុតដែលអាចក្លាយជាស្ដេចថ្មីនៃពិភពបាល់ទាត់ Lamine Yamal The New Messi នៅអាយុត្រឹមតែវ័យក្មេងប៉ុណ្ណោះ Lamine Yamal បានធ្វើឲ្យពិភពលោកនៃបាល់ទាត់មានការភ្ញាក់ផ្អើលវាមានជំនាញបច្ចេកទេសដ៏អស្ចារ្យល្បឿនលឿននិងសមត្ថភាពបង្កើតឱកាសដូចជាកីឡាករជើងចាស់មនុស្សជាច្រើនប្រៀបធៀបគេទៅនឹង Lionel Messi ព្រោះគេលេងឲ្យ Barcelona នឹងមានរបៀបលេងប្រហាក់ប្រហែលគ្នាប៉ុន្តែការក្លាយទៅជា God មិនមែនអាស្រ័យលើទេពកោសល្យប៉ុណ្ណោះទេ Yamal ត្រូវតែបង្ហាញសមត្ថភាពជាប់លាប់អស់រយៈពេលជាច្រើនឆ្នាំនិងឈ្នះពានធំជាច្រើនទៀត Jude Bellingham The Complete Players Jude Bellingham គឺជាកីឡាករដែលមានគ្រប់សមត្ថភាពគេអាចការពារអាចបង្កើតឱកាសនិងអាចស៊ុតបញ្ចូលទីបានផងដែរការលេងរបស់គេបង្ហាញពីភាពជាអ្នកដឹកនាំទោះបីជានៅក្មេងក៏ដោយមនុស្សជាច្រើនជឿថា Bellingham អាចក្លាយជាមេដឹកនាំរបស់ Real Madrid និងក្រុមជម្រើសជាតិអង់គ្លេសសម្រាប់រយៈពេលច្រើនឆ្នាំខាងមុខបើគេអាចឈ្នះ Champions League និង World Cup នោះឈ្មោះរបស់គេនឹងចូលរួមក្នុងការប្រជែងកតយ៉ាងពិតប្រាកដ Kylian Mbappe The World Cup Heroes Mbappe គឺជាបេក្ខភាពដែលមនុស្សជាច្រើនគិតថាចិត្តខ្លាយជា God ជាងគេបានឈ្នះ World Cup តាំងពីក្មេងនិងបង្ហាញសមត្ថភាពអស្ចារ្យលើឆាកធំបំផុតល្បឿនការបញ្ចប់ទីនិងសមត្ថភាពសម្រាប់ការប្រកួតធំធ្វើឲ្យគេក្លាយជាកីឡាករគ្រោះថ្នាក់បំផុតម្នាក់ក្នុងពិភពលោកប៉ុន្តែដើម្បីឈានដល់កម្រិត Messi និង Ronaldo គេត្រូវការពាន Champions League បន្ថែមនិង Ballon d'Or ជាច្រើនទៀត Erling Haaland The Goal Machine បើនិយាយពីការស៊ុតបញ្ចូលទី Haaland គឺជាម៉ាស៊ីនរកគ្រាប់បាល់ពិតប្រាកដគេមានកម្លាំងរាងកាយខ្លាំងល្បឿនលឿននិងការបញ្ចប់ទីដល់ត្រជាក់ជារៀងរាល់រដូវកាលគេបំបីកំណត់ត្រាថ្មីនិងធ្វើឲ្យខ្សែការពារពិបាកទប់ទល់ប៉ុន្តែអ្នកវិភាគខ្លះយល់ថាគាត់ត្រូវតែមានឥទ្ធិពលលើការប្រកួតគ្រប់ផ្នែកមិនមែនត្រឹមតែស៊ុតបញ្ចូលទីប៉ុណ្ណោះទេដូចនេះ Haaland នៅតែមានឱកាសច្រើនដែលត្រូវបង្ហាញ Who has the best chance មើលពីសមត្ថភាពបច្ចុប្បន្ន Mbappe ប្រហែលជាបេក្ខភាពដែលនៅជិត God ជាងគេប៉ុន្តែ Yamal មានអាយុវ័យក្មេងនិងសក្តានុពលមិនគួរឲ្យជឿ Bellingham គឺជាកីឡាករពេញលេញបំផុតម្នាក់ខណៈ Haaland គឺជាអ្នករកគ្រាប់បាល់ដ៏គួរឲ្យខ្លាចបំផុតមាននរណាម្នាក់អាចបានដឹងមុនថាអនាគតនឹងទៅជាយ៉ាងណា
អ្វីដែលយើងដឹងគឺការប្រជែងដើម្បីក្លាយជា God ថ្មីទើបតែចាប់ផ្ដើមប៉ុណ្ណោះ។